ស្គាល់អ្វីទៅជាការឲ្យតម្លៃខ្លួនឯងស្គាល់អ្វីទៅជាការឲ្យតម្លៃខ្លួនឯងមានការមិនស្គាល់និងការភ័ន្តច្រឡំជាច្រើនដែលពាក់ព័ន្ធទៅនឹងការបកស្រាយអំពីការឲ្យតម្លៃខ្លួនឯងដូច្នេះហើយមុននឹងចាប់ផ្ដើមយើងត្រូវយល់ឲ្យច្បាស់អំពីគោលដៅដែលយើងត្រូវទៅនៅក្នុងសៀវភៅមួយក្បាលនេះការឲ្យតម្លៃខ្លួនឯងគឺជាទស្សនៈបែបប្រកបនិយមជាក់ស្ដែងនិយមនិងពេញចិត្តនិយមចំពោះខ្លួនឯងយ៉ាងពិតប្រាកដនិយមមានន័យថាយើងកំពុងប្រឈមមុខជាមួយនឹងការពិតជាក់ស្ដែងដោយយល់ហើយស្គាល់ច្បាស់អំពីចំណុចខ្លាំងនិងចំណុចខ្វះខាតរបស់យើងហើយមិនកុហកឬក្លែងបន្លំខ្លួនឯងពេញចិត្តនិយមមានន័យថាយើងតែងតែមានអារម្មណ៍រីករាយចំពោះភាពជាខ្លួនឯងទាំងស្រុងនៅរាល់ពេលដែលយើងមើលមកខ្លួនឯងចូលសាកស្រមៃដល់មិត្តភក្តិម្នាក់ដែលស្គាល់អ្នកនិងស្រឡាញ់អ្នកយ៉ាងពិតប្រាកដមិត្តភក្តិដែលមើលឃើញចំណុចល្អនិងចំណុចអាក្រក់របស់អ្នកប៉ុន្តែពួកគេនៅតែផ្ដល់តម្លៃនិងខ្វល់ខ្វាយចំពោះអ្នកពិតប្រាកដនោះហើយគឺជាអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាពេញចិត្តនិយមការឲ្យតម្លៃខ្លួនឯងដែលពិតប្រាកដគឺជាការយល់ឃើញថាខ្លួនមានតម្លៃដូចមនុស្សផ្សេងទៀតដោយមិនមានការប្រៀបធៀបឬមើលងាយអ្នកដទៃឡើយលើសពីនេះទៅទៀតយើងមានអារម្មណ៍ថារីករាយនិងមានកិត្តិយសនិងមានសភាពជាខ្លួនឯងដែលកើតចេញអំពីការយល់ដឹងថាយើងមានអ្វីដែលមនុស្សទាំងអស់មានគឺតម្លៃដ៏សំខាន់នៅក្នុងខ្លួនម្យ៉ាងវិញទៀតមនុស្សដែលឲ្យតម្លៃខ្លួនឯងបានយ៉ាងរឹងមាំគឺជាមនុស្សដែលមានការដាក់ខ្លួនពីព្រោះពួកគេដឹងថាខ្លួនក៏មិនល្អឥតខ្ចោះដូចមនុស្សទូទៅដែរពួកគេយល់ថាមនុស្សគ្រប់គ្នានៅបន្តការអភិវឌ្ឍបន្តរីកចម្រើនបន្តការរៀនសូត្រនិងប្រឈមមុខនឹងបញ្ហាផ្សេងៗហើយទាំងអស់គ្នាមានតម្លៃស្មើគ្នាវាគ្មានហេតុផលអ្វីដែលយើងត្រូវក្រអឺតក្រទមឬអំនួតឡើយកុំឲ្យយល់ថាខ្លួនឯងល្អជាងគេពូកែជាងគេឬក៏សំខាន់ជាងអ្នកដទៃច្រើនជាងអ្វីដែលយើងមានការឲ្យតម្លៃខ្លួនឯងគឺមានន័យមិនដូចគ្នាទេទៅនឹងពាក្យថាងប់ងល់នឹងខ្លួនឯងខ្វល់ទៅខ្លួនឯងឬភាពអាត្មានិយមបុគ្គលដែលមានផ្លូវចិត្តរឹងមាំហើយស្គាល់ខ្លួនឯងច្បាស់គឺជាមនុស្សដែលមិនជាប់ជំពាក់នឹងភាពអាត្មានិយមហើយចេះចែករំលែកដល់អ្នកដទៃតែអាចទៅរួចទេអក្រិតជនគឺជាមនុស្សដែលឲ្យតម្លៃខ្លួនឯងខ្ពស់បើគិតត្រឹមថ្នាក់ទ្រឹស្ដីវាអាចទៅរួចទោះបីជាយ៉ាងណាក៏ដោយតាមរយៈការស្រាវជ្រាវថ្មីៗនេះបានរកឃើញថាក្មេងដែលឆាប់ឆេវឆាវនិងជជែករឿងរស់ភាគច្រើនគឺជាក្មេងដែលធ្លាប់ទទួលការរំលោភបំពានដូចជាការមានអារម្មណ៍ថាគេរើសអើងការមានអារម្មណ៍មិនសប្បាយរីករាយនិងមិនទទួលបានការស្រឡាញ់ថ្នាក់ថ្នមគ្រប់គ្រាន់ហើយមិនសូវឲ្យតម្លៃលើខ្លួនឯងទេបើប្រៀបធៀបទៅនឹងក្មេងៗដែលមិនសូវឆេវឆាវដូច្នេះហើយការឲ្យតម្លៃខ្លួនឯងពិតប្រាកដគឺមានអារម្មណ៍ស្ងប់ស្ងាត់និងស្ថិរភាពនៃការពេញចិត្តពីខាងក្នុងដោយមិនពឹងផ្អែកលើការយល់ព្រមឬការយល់ស្របពីអ្នកដទៃឬពីរូបសម្បត្តិខាងក្រៅឡើយការឲ្យតម្លៃខ្លួនឯងគឺមិនមែនជាភាពអំនួតចំពោះខ្លួនឯងឬយល់ថាខ្លួនឯងល្អជាងអ្នកដទៃនោះឡើយទាំងពីរនេះអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ទៅវិញទេពិតប្រាកដណាស់ការឲ្យតម្លៃខ្លួនឯងគឺជាធម៌ពលក្នុងខ្លួនដ៏ខ្លាំងមួយដែលជំរុញឲ្យយើងប្រឹងប្រែងធ្វើការឲ្យតម្លៃខ្លួនឯងគឺមិនត្រឹមតែសំខាន់នៅក្នុងវប្បធម៌លោកខាងលិចប៉ុណ្ណោះទេប៉ុន្តែវាសំខាន់សម្រាប់សង្គមផ្សេងៗជុំវិញពិភពលោកផងដែរតាមរយៈការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាការឲ្យតម្លៃខ្លួនឯងគឺជាទំនាក់ទំនងជាមួយនឹងសុខភាពផ្លូវចិត្តនិងសេចក្តីសុខរបស់មនុស្សពេញវ័យនៅក្នុងវប្បធម៌ចម្រុះជាច្រើនរួមទាំងវប្បធម៌អាស៊ីនិងសង្គមមជ្ឈិមបូព៌ាអត្ថបទដកស្រង់ពីសៀវភៅកសាងតម្លៃក្នុងខ្លួនជាមួយវិធីសាមញ្ញផ្លូវចិត្តជាជនរងគ្រោះគឺអ្នកជ្រើសរើសដោយខ្លួនឯងមនុស្សទូទៅពេលជួបបញ្ហាភាគច្រើនគឺគិតដល់រឿងខ្ញុំគួរឲ្យអាណិតណាស់ពិភពលោកនេះវាអយុត្តិធម៌សម្រាប់ខ្ញុំណាស់ប៉ុន្តែលើជឿបាននិយាយថាបើចិត្តកាន់តែប្រកាន់ខ្ជាប់ផ្លូវដើរគឺកាន់តែចង្អៀតការពីតូចដោយសារតែយើងត្រូវបានមើលរំលងឬរងការស្ដីបន្ទោសផ្លូវចិត្តងាយនឹងចងចាំថាគ្មានអ្នកណាស្រឡាញ់ខ្ញុំទេគេតែងតែធ្វើបាបខ្ញុំអារម្មណ៍នោះនឹងតាមអ្នករហូតមកដល់ធំដូច្នេះនៅពេលដែលអ្នកជួបបញ្ហាប្រតិកម្មដំបូងរបស់អ្នកមិនមែនទៅដោះស្រាយបញ្ហាទេប៉ុន្តែគឺការប្រុងប្រយ័ត្ននិងស្ដីបន្ទោសគេយូរទៅវាប្រៀបដូចជាការធ្លាក់ចុះក្នុងអន្ទាក់ឲ្យតម្លៃខ្លួនឯងទាបយល់ថាខ្លួនឯងគឺជាជនរងគ្រោះរុញច្រានទំនួលខុសត្រូវចោលជ្រើសរើសយកការពារខ្លួនឯងដើម្បីបញ្ជាក់ថាខ្ញុំគឺគួរឲ្យអាណិតមានមិត្តម្នាក់គឺបែបនេះឯងកាលពីតូចត្រូវបានឪពុកម្ដាយអប់រំបែបដាក់សម្ពាធធ្វើអ្វីក៏នៅតែមិនល្អមិនពេញចិត្តឯងធ្វើមិនទាន់បានល្អទេពេលចេញធ្វើការគ្រាន់តែប្រធានគេណែនាំប្រាប់ឲ្យល្អក៏គិតថាគេវាប្រហារលើខ្លួនយូរទៅមិត្តភក្តិក្បែរខ្លួនគេចាប់ផ្ដើមឃ្លាតឆ្ងាយអស់ឱកាសក៏កាន់តែតិចក្រោយមកគឺដូចជាការគិតរបស់គាត់អញ្ចឹងត្រូវបានគេ skip ចោលឯកោមើលរំលងពាក្យរបស់ឡៃជឿបាននិយាយថាទឹក
ព្រោះតែវាមិនចេះប្រជែងដូច្នេះវាអាចបត់បែនហូរកាត់ទៅដល់គ្រប់ទីកន្លែងមនុស្សក៏ដូចគ្នាដែរប្រសិនបើចេះតែអោបក្រសោបថាខ្លួនគឺជាជនរងគ្រោះវាប្រៀបបានទៅនឹងដុំថ្មរឹងដូច្នោះដែរតែខូចជ្រាបមិនដល់ឱកាសក៏មិនមកដល់ដូចគ្នាតែយើងត្រូវផ្លាស់ប្ដូរដោយវិធីណា1រៀនទទួលស្គាល់ជាមុននៅពេលដែលអ្នកចាប់ផ្ដើមត្អូញត្អែយល់ថាគ្មានយុត្តិធម៌ជុំមកនិយាយជាមួយខ្លួនឯងសិនខ្ញុំកំពុងតែធ្លាក់ចូលក្នុងម៉ូដលជាជនរងគ្រោះហើយ2បដូរប្រធានបទកុំសួរថាហេតុអ្វីបានជារូបខ្ញុំបដូរសំណួរជាតើខ្ញុំអាចធ្វើអ្វីបានដើម្បីឲ្យរឿងហេតុមានភាពប្រសើរឡើងវិញខ្លះ3រកសិទ្ធិជាម្ចាស់ទោះបីជាមានត្រឹមតែ 1% ដែលអាចឲ្យអ្នកធ្វើការសម្រេចចិត្តអញ្ចឹងសូមចាប់ផ្ដើមអនុវត្តពី 1% នោះទៅ4អរគុណដល់ការហ្វឹកហាត់ស្វែងរករឿង3យ៉ាងដែលគួរឲ្យយើងអរគុណជារៀងរាល់ថ្ងៃដើម្បីហ្វឹកហាត់ការមើលឃើញភាពសម្បូរបែបរបស់គូក្បាលមិនមែនចេះតែសម្លឹងមើលចំណុចខ្វះខាតមិនលែងនោះទេនេះមិនមែនធ្វើម្ដងក៏អាចកែប្រែទម្លាប់បានទេគឺយើងត្រូវព្យាយាមហ្វឹកហាត់ការគិតរបស់យើងប្រៀបដូចជាការហ្វឹកហាត់សាច់ដុំអីចឹងដែររាល់ការមើលឃើញម្ដងរាល់ការបង្វែរការគិតម្ដងរាល់ការអនុវត្តម្ដងទាំងអស់នេះសុទ្ធតែជាការជួយខ្លួនឯងបង្កើតកម្លាំងចិត្តរបស់អ្នកនៅពេលដែលសំណួររបស់អ្នកត្រូវបានកែប្រែចម្លើយក៏បានកែប្រែដែរនៅពេលដែលផ្លូវចិត្តធូរស្រាលផ្លូវដើរក៏ធំទូលាយដែរអាចយកឈ្នះខ្លួនឯងបានគឺជាបុគ្គលខ្លះដូច្នេះហើយចិត្តគំនិតជនរងគ្រោះគឺជាគំរូពីខាងក្នុងលុះត្រាតែអ្នកស្គាល់ខ្លួនឯងហើយជ្រើសរើសផ្លាស់ប្ដូរទើបអ្នកអាចយកឈ្នះលើខ្លួនឯងបានយ៉ាងពិតប្រាកដនៅពេលដែលបុគ្គលម្នាក់ទម្លាក់ចោលចិត្តគំនិតខ្ញុំជាជនរងគ្រោះចោលអ្នកនឹងមិនជាប់ក្នុងក្របខ័ណ្ឌដែលកំណត់ដោយខ្លួនឯងទេរាល់ភាពជាជនរងគ្រោះទាំងអស់តាមពិតទៅវាគឺជាការជ្រើសរើសមួយប៉ុណ្ណោះអត្ថបទបកប្រែដោយសុគមទាវអេរីយូសូមអរគុណចំពោះម្ចាស់អត្ថបទដែលបានបកប្រែនៅអត្ថបទដ៏មានតម្លៃនេះសម្រាប់ផ្សាយជាធម្មទានដើម្បីជាប្រយោជន៍ដល់ជនច្រើនសម្រាប់ធ្វើឲ្យជីវិតកាន់តែប្រសើរឡើងអនាគតរបស់បុត្រធីតាយើងច្រើនតែគិតថាអនាគតរបស់បុត្រធីតាយើងគឺស្ថិតនៅលើចំនួនទឹកប្រាក់ដែលយើងបានសន្សំទុកសាលារៀនល្អដែលយើងបានបញ្ជូនពួកគេឲ្យទៅរៀនសូត្រនិងអាជីពល្អដែលយើងស្រមៃចង់ឲ្យពួកគេទទួលបានធ្វើប៉ុន្តែផ្ទុយទៅវិញអនាគតរបស់បុត្រធីតាយើងគឺអាស្រ័យទៅលើដំបូលនៃជំរកមួយដែលយើងកំពុងតែកសាងនាថ្ងៃនេះទេតានៅពេលដែលបុត្រធីតារបស់យើងបានរស់នៅក្នុងសង្គមគ្រួសារមួយប្រកបដោយជម្លោះជេរបញ្ចោលគ្នាមិនចេះជាន់ពីអំពើហិង្សាវាយដំទោសធាអំពើអបាយមុខស្រីស្រាលបាយនោះទោះបីជាយើងមានកេរមរតកច្រើនប៉ុណ្ណាដែលយើងបន្សល់ទុកឲ្យពួកគេក៏វាគង់តែរលាយដោយអំបិលត្រូវទឹកវិញដែរប៉ុន្តែប្រសិនបើពួកគេបានរស់នៅក្នុងសង្គមគ្រួសារមួយពោរពេញទៅដោយសំណាងស្នាមញញឹមការអានការសរសេរការគោរពស្រឡាញ់គ្នានោះប្រាជ្ញាស្មារតីរបស់ពួកគេក៏ភ្លឺស្វាងរៀនសូត្រក៏ពូកែផ្នត់គំនិតក៏ល្អបរិសុទ្ធហើយពួកគេក៏មានភាពសុទិដ្ឋិនិយមនៅក្នុងជីវិតទៅអនាគតដែរសូមចងចាំថាយើងមិនមែនចិញ្ចឹមកូនយើងទេគឺយើងចិញ្ចឹមអនាគតមាតាបិតាអនាគតស្វាមីភរិយាអនាគតមេដឹកនាំប្រទេសតាមរយៈនៃបរិយាកាសរស់នៅនៃសង្គមគ្រួសារដ៏តូចមួយនៃយើងមេតាបិតាចាស់មិនប្រកាសថាបុត្រធីតាទាំងអស់សុទ្ធសឹងតែមើលថែមេតាបិតាចាស់ឡើយព្រោះមានកូនខ្លះក៏នឹកឃើញហើយកូនខ្លះទៀតក៏ភ្លេចដែរបុត្រធីតាខ្លះក៏ដឹងគុណមេតាបិតាចាស់រីខ្លះទៀតក៏គិតថាមេតាបិតាចាស់គឺជាបន្ទុកគួរឲ្យធុញទ្រាន់ដែរពួកគេត្រូវចំណាយសពបែបយ៉ាងដូចជាថ្លៃអាហារថ្លៃពេទ្យថ្លៃសាលារៀនកូនថ្លៃផឹកស៊ីច្រៀងខារ៉ាអូខេជាដើមហើយដូច្នេះហើយពួកគេក៏ភ្លេចដល់មេតាបិតាចាស់នោះឲ្យសូន្យឈឹងទៅដូច្នេះនៅពេលដែលលោកអ្នកនៅក្នុងមុខតំណែងលោកអ្នកត្រូវចេះខិតខំប្រឹងប្រែងរកប្រាក់ហើយលោកអ្នកត្រូវតែសន្សំប្រាក់ទុកខ្លះដោយលោកអ្នកមិនត្រូវចាយខ្ជះខ្ជាយទៅលើរបស់មិនចាំបាច់ដើម្បីចង់អួតសម្ញែងនិងចង់បានមុខមាត់ឡើយបញ្ហានៅត្រង់ថាប្រសិនបើបុត្រធីតារបស់លោកអ្នកមិនមើលថែរក្សាលោកអ្នកទៅអនាគតតើលោកអ្នកគិតដូចម្ដេចតើលោកអ្នកសង្ឃឹមលើអ្វីលោកអ្នកបានចែកគេមរតកដ៏ថ្លៃថ្លាទៅឲ្យបុត្រធីតារួចហើយនោះគឺចំណេះវិជ្ជានិងបទពិសោធន៍ជីវិតនៃការរៀបចំខ្លួនសម្រាប់អនាគតទៅហើយសម្ដីមួយម៉ាត់ចុងក្រោយចំពោះបុត្រធីតាគឺ
អ្នកមិនត្រូវចាត់ទុកមេដាបេដាចាស់របស់អ្នកថាពួកគាត់គឺជាបន្ទុកសោះឡើយព្រោះលោកទាំងពីរបានផ្ដល់នៅកំណើតដល់រូបអ្នកហើយទោះបីជាមានអ្វីកើតឡើងក៏ដោយចុះក៏អ្នកមិនត្រូវបោះបង់លោកទាំងពីរចោលឡើយ